ព្រះរាជាវប្រវត្តិសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាសម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាទ្រង់ប្រសូតនៅថ្ងៃសៅរ៍6រោចខែចែកឆ្នាំរោងបញ្ញស័កព្រះពុទ្ធសករាជ2448ត្រូវនឹងថ្ងៃទី9ខែមេសា ឆ្នាំ1904ក្នុងព្រះបរមរាជវាំងចតុមុខព្រះរាជធានីភ្នំពេញនៃព្រះរាជអាណាចក្រកម្ពុជាព្រះអង្គជាព្រះរាជបុត្រីទី4នៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សនិងសម្ដេចព្រះវររាជនីនាថនរោត្តមកញ្ចនាវិមាននលទេវីព្រះរាមនិងព្រះអនុជរួមព្រះរាជបិតាព្រះរាជមាតាតែមួយនៃសម្ដេចព្រះមហាក្សត្រយានីមានសរុប7អង្គក្នុងនោះរួមមានដូចជា 1. ព្រះអង្គម្ចាស់ក្សត្រាស៊ីសុវត្ថិបណ្ណារតន៍ 2. សម្ដេចព្រះរាមស៊ីសុវត្ថិថាវេទរាំងស៊ីនារីវង្ស 3. សម្ដេចព្រះរាជធីតាស៊ីសុវត្ថិសារីនលៈ 4. សម្ដេចព្រះមហាក្សត្រយានីព្រះស៊ីសុវត្ថិកុសុមនារីរតន៍សិរីវឌ្ឍនាជាអម្ចាស់ជីវិតតម្កល់លើត្បូង 5. សម្ដេចព្រះរាជធីតាស៊ីសុវត្ថិនារីរៈ 6. សម្ដេចក្រុមព្រះស៊ីសុវត្ថិមុនីរេត 7. ព្រះអង្គក្រុមហ្លួងស៊ីសុវត្ថិមុនីពង្សក្នុងព្រះរាជកុមារភាពសម្ដេចព្រះមហាក្សត្រយានីស្ដេចបំពេញការសិក្សាអក្សរសាស្ត្រខ្មែរនិងភាសាបារាំងនៅបឋមសិក្សានារីឬសាលាព្រះនរោត្តមក្នុងព្រះរាជធានីភ្នំពេញនៅឆ្នាំ1912ពេលព្រះអង្គមានព្រះជន្មបាន8ព្រះវស្សាព្រះមាតានៃព្រះអង្គយាងសោយព្រះពិរាល័យព្រះអង្គយាងទៅគង់អាស្រ័យក្រោមការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងដិតដល់បំផុតពីសំណាក់អ្នកម្នាងលោកចៅខុនប្រយុវង្សប៉ាត់ព្រះជាយានៃព្រះអង្គម្ចាស់នរោត្តមហសកាន់ព្រះរាជអាយិកាខាងព្រះមាតាព្រះអង្គលោកចៅខុនប៉ាត់ចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គដោយក្តីស្រឡាញ់ដោយលោកចៅខុនតែងតែពន្យល់ណែនាំព្រះអង្គគ្រប់ប្រការទាំងអស់ដើម្បីសម្អិតសម្អាងព្រះអង្គឲ្យក្លាយជាព្រះរាជធីតាមួយអង្គប្រកបដោយព្រះចរិយាសម្បត្តិដ៏ល្អប្រសើរថ្លៃថ្នូរឧត្តមឧត្តមរួមផ្សំជាមួយនឹងព្រះបញ្ញាញាណដ៏វាងវៃថែមទៀតនោះរឹងរិតតែចេះចាំគ្រប់វិជ្ជាទាំងអស់ទាំងអក្សរសាស្ត្រទាំងសិល្បៈសាសនាភាសាបាលីជាដើមចំពោះការសិក្សាភាសាបាលីនិងចំណេះដឹងលើផ្នែកព្រះពុទ្ធសាសនាវិញព្រះអង្គបានរៀនសូត្រពីព្រះគ្រូជាច្រើនដែលគង់នៅវត្តលង្កាដោយព្រះអង្គទ្រង់សពព្រះハរតីយាងទៅវត្តលង្កាជារៀងរាល់សីលដើម្បីបំពេញព្រះរាជកុសលផ្សេងជាមួយលោកចៅខុនប្រយុវង្សប៉ាត់ដែលលោកចៅខុនជាមហាឧបថាយិកាមួយអង្គនៃវត្តលង្កានោះទៀតផងក្នុងពេលធ្វើបុណ្យម្ដងព្រះអង្គតែងបំពេញព្រះរាជហត្ថកម្មផ្ទាល់ព្រះអង្គជញ្ជូនខ្សាច់ពូនភ្នំដាក់ព្រះវិហារនិងព្រះរាជសទ្ធាមួយសិល100រៀលក្នុងពេលនោះពេលខ្លះព្រះអង្គសពព្រះតីផ្ទុំក្នុងសាលាបិណ្ឌវត្តលង្កាជាមួយព្រះរាជអាយិកាដើម្បីបំពេញព្រះរាជកុសលនានាក្នុងពិធីបុណ្យកាន់បិណ្ឌទៀតផងព្រះអង្គសពព្រះរាជហឫទ័យក្រៃលែងចំពោះរឿងជាដកដែលមានក្នុងគម្ពីរព្រះពុទ្ធសាសនាដោយព្រះអង្គទ្រង់តែងតែអាននិងស្ដាប់ជារឿយៗក្រៅពីសិក្សារៀនសូត្រចំណេះដឹងទូទៅអក្សរសាស្ត្រអក្សរសិល្បៈនិងបាលីព្រះអង្គក៏បានចូលរៀនរាំរបាំព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំងជាមួយម៉មគ្រូជាច្រើនរូបតាំងពីព្រះជន្មបាន7-8ព្រះវស្សាវ័យវឌ្ឍនាការទៅមុខជាលំដាប់ដល់ឆ្នាំ1920ព្រះអង្គមានព្រះជន្ម16ព្រះវស្សាពេញបរិបូរណ៍
សម្ដេចព្រះវររាជបិតានៃព្រះអង្គស្ដេចសពព្រះរាជហឫទ័យប្រោសព្រះរាជទានអវិហមង្គលដ៏វិសេសវិសាលដោយព្រះអង្គទទួលរៀបអភិសេកជាមួយព្រះអង្គម្ចាស់នរោត្តមសុរាម្រិតនៅឯមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំងចតុមុខរាជធានីភ្នំពេញនៅថ្ងៃទី31ខែតុលាឆ្នាំ1922វេលាម៉ោង 15 រសៀលគត់សម្ដេចព្រះរាជធីតាទ្រង់ប្រសូតនៅព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសម្ដេចព្រះនរោត្តមសីហនុនាមមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំងព្រះរាជធានីភ្នំពេញយោងតាមសៀវភៅផ្អែមល្ហែមនិងជូរចត់ព្រះរាជនិពន្ធផ្ទាល់នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានរៀបរាប់រំលឹកយ៉ាងច្រើនពីព្រះបរមរាជមាតានៃព្រះអង្គថាសម្ដេចព្រះមហាក្សត្រយានីជាព្រះរាជមាតាមួយព្រះអង្គដែលមានព្រះទ័យល្អប្រពៃនិងប្រកបដោយព្រះព្រហ្មវិហារធម៌ខ្ពង់ខ្ពស់ណាស់ដោយព្រះអង្គព្រះតម្រិះពីព្រះបុត្រារបស់ព្រះអង្គយ៉ាងហ្មត់ចត់បំផុតតាំងពីនៅក្នុងគភមកម្លេះដោយព្រះអង្គជឿជាក់លើហោរាសាស្ត្ររួមទាំងព្រះរាជបញ្ញាបារមីព្រះអង្គដែលមានចំណេះដឹងជ្រៅជ្រះលើផ្នែកនេះផងដែរព្រះអង្គមានព្រះទ័យចង់ឲ្យព្រះបុត្រាមួយព្រះអង្គនេះក្លាយជាព្រះបុត្រាដ៏ប្រពៃខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជវង្សដើម្បីសង្គ្រោះការពារព្រះញាតិវង្សនិងរាជបល្ល័ង្កឲ្យបានថិតថេរតទៅក្នុងព្រះនគរកម្ពុជាតាំងពីមុនពេលព្រះអង្គទ្រង់ប្រសូតចាកព្រះគភ៌ភ្លាមព្រះមាតាព្រះអង្គបានអញ្ជើញរាជហោរាប្រចាំព្រះបរមរាជវាំងមកទស្សន៍ទាយមើលជោគជតារាសីនិងវាសនារបស់បុត្រារបស់ព្រះអង្គដើម្បីឲ្យផុតគ្រោះទាំងឡាយរួមទាំងការដាក់ព្រះនាមថ្វាយព្រះអង្គឲ្យសមនឹងដួងជតារាសីដើម្បីលើកដំកើងព្រះអង្គលុះដល់វ័យកំឡោះព្រះអង្គក៏តែងតែសង្កេតនិងយកចិត្តទុកដាក់មើលថេរភាពនៃនារីទាំងឡាយដែលព្រះអង្គជ្រើសរើសយកមកធ្វើជាគូដោយព្រះអង្គទ្រង់ពិនិត្យមើលលើចរិយាមាយាទនិងជើងជោគជតារាសីតាមក្បួនបុរាណទៀតផងថ្ងៃទី2ខែកញ្ញាឆ្នាំ1928ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សជាព្រះបរមរាជបិតាព្រះមេត្តាបានប្រទានព្រះយសជូនព្រះអង្គជាសម្ដេចព្រះរាជធីតាកុសុមនារីរក្សទ្រង់លក្ខអគ្គធីតារាជវរវង្សបរមពង្សប្រតិព័ទ្ធនារីរតន៍វឌ្ឍនាមហាក្សត្រីនៅឆ្នាំ1941ព្រះអង្គមានព្រះរាជបណ្ដាំជាចុងក្រោយមកកាន់ព្រះអង្គដោយផ្ទាល់នៅព្រះរាជដំណាក់ភ្នំបូកគោឲ្យថែរក្សាការពារមើលការខុសត្រូវចំពោះក្រុមព្រះញាតិវង្សរបស់ព្រះអង្គក្នុងព្រះបរមរាជវាំងហើយជួយមើលថែរក្សាគាំពារចិញ្ចឹមព្រះជយាព្រះស្នំនិងព្រះរាជបុត្រាបុត្រីដទៃទៀតឲ្យបានល្អប្រសើរនិងកក់ក្ដៅដើម្បីបន្តព្រះរាជវង្សានុវង្សជាបន្តទៅទៀតក្រោយពីមានព្រះរាជបណ្ដាំចប់សពគ្រប់ព្រះអង្គក៏យាងសោយព្រះទីវង្គតក្នុងអាធ្រាត្រថ្ងៃទី24ខែមេសាឆ្នាំ1941ក្រោយពេលដែលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សស្ដេចយាងសោយព្រះទីវង្គតទៅក្រុមប្រឹក្សារាជបល្ល័ង្កបានសម្រេចជ្រើសរើសព្រះអង្គម្ចាស់នរោត្តមសីហនុដែលជាព្រះរាជបុត្រាទោលនៃព្រះអង្គនរោត្តមសុរាម្រិតនិងសម្ដេចព្រះរាជធីតាព្រះស៊ីសុវត្ថិកុសុមៈស្ដេចឡើងសោយព្រះបរមសារីរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាអាណាចក្រកម្ពុជាបន្តពីព្រះអាយកោ
នៅថ្ងៃទី25ខែតុលាឆ្នាំ1941នាព្រះបរមរាជវាំងចតុមុខព្រះរាជធានីភ្នំពេញព្រះរាជាអាណាចក្រកម្ពុជានៅថ្ងៃទី2ខែឧសភាឆ្នាំ1941ព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រជាអង្គម្ចាស់ជីវិតដំកល់លើត្បូងស្ដេចបានចេញព្រះរាជប្រកាសមួយថ្វាយព្រះយសជូនព្រះវររាជមាតានៃព្រះអង្គនៅព្រះគោរមងារជាសម្ដេចព្រះវររាជនីនាថកុសុមរាជទេវីដោយគោរពតាមព្រះរាជបណ្ដាំនៃព្រះបរមរាជបិតានៃព្រះអង្គបានចាត់ចែងតាមការគួរដោយឧបត្ថម្ភគាំពៀនអ្នកម្នាងស្រីស្នំទាំងឡាយរបស់ព្រះបិតាឲ្យគង់ក្នុងព្រះដំណាក់ទាំងឡាយនៅជុំវិញព្រះបរមរាជវាំងដោយទទួលបាននៅព្រះរាជទ្រព្យឧបត្ថម្ភជារៀងរាល់ខែហើយព្រះរាជបុត្រាបុត្រីដទៃទៀតត្រូវទទួលការសិក្សារៀនសូត្រនិងការទំនុកបម្រុងយ៉ាងពេញលេញចំពោះស្រីស្នំទាំងឡាយដែលពុំមានបុត្រជាមួយព្រះបិតាព្រះអង្គអនុញ្ញាតឲ្យចាកចេញពីព្រះបរមរាជវាំងទៅកសាងជីវភាពថ្មីតាមការគួរដោយទ្រង់ព្រះរាជទានព្រះរាជទ្រព្យផ្គត់ផ្គង់ផងដែរក្នុងឆ្នាំ1953ពេលដែលព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់បំពេញព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យបរិបូរណ៍ជូនជាតិមាតុភូមិសម្ដេចព្រះវររាជនីនិងសម្ដេចព្រះសុរាម្រិតទ្រង់ទទួលព្រះភារកិច្ចរាជានុសិទ្ធិដើម្បីគ្រប់គ្រងប្រជាពលរដ្ឋរបស់ព្រះអង្គតទល់នឹងពួកចក្រពត្តិនិយមបារាំងសែសប្រជាពលរដ្ឋខ្មែរនិងអ្នកប្រវត្តិសាស្ត្រនៅចងចាំមិនភ្លេចនោះទេនៅព្រះរាជសមត្ថភាពដ៏ក្លាហានដែលព្រះអង្គទាំងទ្វេទ្រង់បានបំពេញព្រះរាជកិច្ចដ៏ច្រើនហើយព្រះភារកិច្ចនេះគឺពិតជាមានព្រះរាជបេសកកម្មយ៉ាងខ្ពង់ខ្ពស់និងព្រះរាជកិច្ចទទួលខុសត្រូវដ៏ធ្ងន់លើសលប់ក្រោយពេលកម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរណ៍នៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ថ្វាយព្រះសិរីរាជសម្បត្តិថ្វាយសម្ដេចព្រះវររាជបិតានរោត្តមសុរាម្រិតនិងសម្ដេចព្រះវររាជនីកុសុមរាជទេវីព្រះវររាជមាតាឡើងសោយព្រះបរមសិរីរាជសម្បត្តិបន្តពីព្រះអង្គនៅថ្ងៃទី5ខែមីនាឆ្នាំ1955ព្រះរាជពិធីរាជាភិសេកក្សត្រាក្សត្រីទាំងទ្វេបានប្រារព្ធធ្វើឡើងយ៉ាងឥកធឹកក្រៃលែងនៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំងចតុមុខហើយពេលនោះសម្ដេចព្រះវររាជនីកុសុមរាជទេវីទ្រង់មានព្រះបរមងារថាសម្ដេចព្រះមហាក្សត្រយានីស៊ីសុវត្ថិកុសុមនារីរតន៍សិរីវឌ្ឍនា